របៀបប្រើប្រាស់កម្មវិធី Mozilla Firefox Mozilla Firefox គឺជា web browser មួយដែលមានតួនាទីសម្រាប់មើលព័ត៌មានផ្សេងៗនៅលើ website អញ្ចឹងរបៀបបើកវាទីមួយយើងនៅលើផ្ទាំង desktop គឺយើងចុចលើពាក្យថា Mozilla Firefox នោះ2ដងអញ្ចឹងនេះយើងចូល desktop បានហើយគឺយើងមកចុចលើពាក្យថានេះ Mozilla Firefox 2ដងមកអញ្ចឹងនេះជាផ្ទាំង Mozilla Firefox ដែលយើងឃើញ logo វានេះហើយនឹងអក្សរវានៅខាងលើនេះគឺ Mozilla Firefox ឬក៏យើងអាចបើករបៀបមួយទៀតគឺយើងអាចចុចលើនេះតែម្ដងចេញកម្មវិធីមួយគឺ Mozilla Firefox តែម្ដងអញ្ចឹងបើយើងចង់ដឹងថាតើ Mozilla Firefox ហ្នឹងវាជាស្អីអញ្ចឹងយើងចូលមកwww.google អញ្ចឹងពេលយើងវាយតែអក្សរ G ហើយវាចេញ Google យើងយកមកចុច Google តែខាងក្រោមតែម្ដងមកវាលឿនយើងហើយបានយើងវាយ what is Mozilla Firefox ហើយយកមកចុចលើនេះហ្នឹងមកអញ្ចឹងយើងមើលក្នុងហ្នឹងវាមានច្រើនព័ត៌មានទាក់ទងនឹង Firefox អញ្ចឹងយើងមើលមុនគេនេះគឺមើល Wikipedia ចុចលើវាមកអញ្ចឹងយើងមើល Mozilla Firefox នេះគឺជា free and open source web browser developed for Microsoft Windows, Mac OS X and Linux coordinated by Mozilla Corporation and Mozilla Foundation យើងបែកមកវិញមកយើងមើលព័ត៌មានទី2ទៀតអញ្ចឹងព័ត៌មានទី2នេះគេថាមកវិញ what if Mozilla Firefox អញ្ចឹងយើងអាចមកស្ដាំលើវាសិនហើយចុចពាក្យ new window ពេលហ្នឹងយើងមិនចាំបាច់ពិបាកត្រឡប់ទៅត្រឡប់មកទេគឺយើងវាសូនៅផ្ទាំងនេះតែម្ដងអញ្ចឹងយើងមើលនេះគេ answer មកវិញហើយគេសួរថា what is Firefox អញ្ចឹងគេ answer វិញហើយ Firefox is a web browser like Internet Explorer Opera or Google Chrome it advanced that is fast អញ្ចឹងយើងមើលក្នុងហ្នឹងទៅគឺ Mozilla Firefox ហ្នឹងគឺជាweb browser គឺជាកម្មវិធីសម្រាប់ប្រើដូចជា Internet Explorer ដែរដូចជា Opera ឬក៏ Google Chrome ដូចគ្នាដែលវាមានលក្ខណៈពិសេសគឺវាលឿនប្រើប្រាស់លឿនតែម្ដងអញ្ចឹងយើងអាចមើលព័ត៌មាននឹងតទៀតទៅឬក៏យើងមើលចប់ហើយយើងអាច close វាចោលយើងមក click មើលដើមយើងនេះមានទៀតនេះ Mozilla Firefox web browser នេះគឺជាស្អីវិញម្ដងអញ្ចឹងយើងមើលក្នុងនេះគេដាក់ថា official site of the open source web browser include product download delete notes feature overview and information about switching from other browser